របៀបនៃការយើងបង្កើត new company នៅក្នុង QuickBook អញ្ចឹងណាចឹងស្ទើរដំបូងនៅលើកុំព្យូទ័រទាំងអស់គ្នាត្រូវតែមាន file QuickBook ណាហើយ file QuickBook ផងខ្ញុំយកប្រភេទ Enterprise អញ្ចឹងណា Enterprise ហើយខ្ញុំយក version 18 version 18វារៀងខ្ពស់ដែរហើយអញ្ចឹងណាអូខេអញ្ចឹងយើងចូលទៅយើងវាដើររៀងយឺតបន្តិចអូខេអូមិញផ្លេចប្រាប់ករណីបើសិនជាកុំព្យូទ័រអត់មានឬថ្មីយើងអាចបង្ឲ្យខាង IT ជួយតម្លើងជួយអីទៅអញ្ចឹងណាតែបើយើងកុំព្យូទ័រយើងតែបន្តិចទេឲ្យខាងអ្នកលក់កុំព្យូទ័រហ្នឹងគឺគាត់តម្លើង QuickBook ហ្នឹងឲ្យហើយទៅយកប្រភេទ Enterprise ទៅអញ្ចឹងណាអញ្ចឹងអានេះផងខ្ញុំមកចាស់ឯងតែបើទាំងអស់គ្នាអត់មានបើកមកគឺអត់មានទេអញ្ចឹងយើងបង្កើត new company យើងត្រូវចូលទៅកន្លែង file ហើយបន្ទាប់មកគឺយើងត្រូវយក new company អូខេអញ្ចឹងយើងបានវាលោតទាំងនេះបន្តអីហើយក្នុងនេះវាមាន option other option នេះបានន័យថាករណីយើងមាន file QuickBook ពីមុនមកហើយទៅពេលហើយយើងចង់បើកវានៅលើកុំព្យូទ័រយើងមួយនេះយើងអាច open exacting file មកយើងយក file ពីផ្សេងដើម្បីបើកណាតែករណីនេះខ្ញុំគឺយើងបង្កើត company ថ្មីអញ្ចឹងបងប្អូនត្រូវចុចកន្លែង express tab នេះមកណាអូខេអញ្ចឹងវាចូលមកដល់ឈ្មោះអញ្ចឹងឈ្មោះខ្ញុំបង្កើត company company ដែលខ្ញុំនឹងលើកឧទាហរណ៍គឺតាក់ទងជាមួយនឹងការទិញចូលនិងលក់ចេញ product ព្រោះភាគច្រើន accountant ដែលយើងធ្វើការយើងមកភាគអាជីវកម្មស្រុកខ្មែរភាគច្រើនទិញចូលលក់ចេញអញ្ចឹងណាអញ្ចឹងយើងមកដល់កន្លែង business យើងត្រូវបង្កើត company អញ្ចឹងយើងនឹងដឹងហើយថា company យើងឈ្មោះអីអញ្ចឹងយើងដាក់តាម company name ខ្ញុំមកតែខ្ញុំឧទាហរណ៍អញ្ចឹងណាអញ្ចឹងខ្ញុំដាក់ឈ្មោះអីគេទៅ PNC PNC ដាក់អត់ដឹងហើយខ្ញុំដាក់ Co Ltd មក Co Ltd អូខេហើយតាក់ទងជាមួយ industry យើងជាប្រភេទទិញចូលលក់ចេញអញ្ចឹងណាអញ្ចឹងអានេះគេមានឲ្យ have ឲ្យ choose ហើយក្នុងនេះជាប្រភេទ category នៅពេលដែលយើងរើស category ហ្នឹងមកបែបផែនអាជីវកម្មយើងវាមានទាំង chart account ទាំងអីមកឲ្យស្តៀងផងយើងអញ្ចឹងទៅតែយើងមើលទៅអានេះយើងគឺដូចជាអត់មានទេព្រោះអានេះវាមានតែ wholesale វាមានតែតាក់ទងមួយ transportation professional consulting real estate rental ចឹងវាអត់មានចឹងយើងរើសអាដើមណាអូខេចឹងរើសអាដើមមកដើម្បីអីយើងវាចាប់ខាត់ account មកយើងទៅបង្កើតខ្លួនឯងតែម្ដងទៅអូខេយ៉ាចឹង business tab យើងវាមានប្រភេទអីគេហ្នឹងអញ្ចឹងយើងអានេះប្រភេទ non profit ចឹងយើងយក other តែម្ដងទៅអូខេចឹងនេះ employee identification number អូអានេះយើងអត់ដាក់បានអាណាវាលោតពណ៌ក្រហមថ្ងៃអាហ្នឹងបានន័យថា requirement ណាចាអាណាដាក់ requirement យើងមិនដាក់ទេតែអាណាយើងដឹងទីតាំង business យើង address គេហៅផ្លូវ271អីចឹងទៅយើងដាក់ទៅជ្រូកផ្ទះលេខ199 ST 271អីអញ្ចឹងទៅណាភ្នំភ្នំពេញអីចឹងទៅអូខេហើយ city យើងអូខេភ្នំពេញអីចឹងទៅវាផ្លៃខុសរហូតអីអូខេអញ្ចឹងអានេះ state យើងមិនមែនទេ zip យើងគឺយើងនៅអត់នេះទៅជាអត់មានទេ855ទៅហើយ phone number អាហ្នឹងយើងត្រូវដាក់លេខទូរស័ព្ទយើងទៅណានេះអានេះចុចជាប់ហើយយើងចុច continue អូខេអញ្ចឹងអានេះយើងបានហើយ company name យើងគឺវាធ្លាក់មកណា PLC Co Ltd